Sustain អ្នកទាំងអស់គ្នាតាំងថ្ងៃនេះខ្ញុំបានជ្រើសរើសជាមួយនឹងប្រភេទសភៅ Hugo Nature យកមកធ្វើការផាត់រូបដែលនៅក្នុងសភៅនេះដែរជាប្រភេទរូបសួនផ្កាស្អាតហើយលើកមុនខ្ញុំបានធ្វើការផាត់រូបជាមួយនឹងដំណើរកំសាន្តបែបជិះរថយន្តណាអ្នកទាំងអស់គ្នាតែថ្ងៃនេះសូមមកបែបជាទូកដំណើរកំសាន្តបែបជិះទូកលេងកំសាន្តអញ្ចឹងអ្នកទាំងអស់គ្នាដូចរាល់ដងអញ្ចឹងខ្ញុំបានជ្រើសរើសជាមួយនឹងប្រភេទ Color Word Alcohol ដែលមកចំហៀងជាប្រភេទមុខជក់សួចទន់បែបនេះមកចំហៀងទៀតជាប្រភេទមុខរឹងបែបតប៉ែតចាស់អ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរចាប់បានផាត់រូបលេងជាមួយខ្ញុំទាំងអស់គ្នាណាជាដំបូងហ្នឹងខ្ញុំចាប់ផ្ដើមធ្វើការផាត់ជាមួយនឹងពណ៌មេឃមុនគេអ្នកទាំងអស់គ្នាដោយពណ៌មេឃរបស់ខ្ញុំហ្នឹងខ្ញុំជ្រើសរើសជាប្រភេទពណ៌រាងស្វាយព្រោះខ្ញុំចង់បានបែបពេលវេលារាងបែបរាត្រីអញ្ចឹងអ្នកទាំងអស់គ្នារាត្រីបែបរ៉ូមែនទិកជីទូកកំសាន្តអញ្ចឹងអ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាឃើញខ្ញុំផាត់ពណ៌ស្វាយទ្រពីខំហ្នឹងរាងកដិបកដប់អញ្ចឹងអ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាកុំតន់អាភ័យពេលអ្នកទាំងអស់គ្នាផាត់ទៅជាលក្ខណៈបែបហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើការយកពណ៌ស្វាយដែលពណ៌រាងស្រាលជាងពណ៌ដែលដិតហ្នឹងយកមកធ្វើការផាត់ជាន់ពីលើគ្នាទៅវិញទៅមកអញ្ចឹងអ្នកទាំងអស់គ្នាដើម្បីឲ្យពណ៌អ្នកទាំងអស់គ្នាហ្នឹងមើលទៅចាប់ពណ៌ blend គ្នាបានល្អហើយពេលអ្នកទាំងអស់គ្នា blend ទៅ blend មកអញ្ចឹងទៅអ្នកទាំងអស់គ្នានឹងមានអារម្មណ៍មួយថាអូពណ៌ហ្នឹងវាមើលទៅរាងប្រស៊ីគ្នារាងបានល្អជាងមុនអញ្ចឹងអ្នកទាំងអស់គ្នាចាប់បានធ្វើការ blend រហូតដល់តែអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអូខេអ្នកទាំងអស់គ្នាស្រឡាញ់ពណ៌ប៉ុណ្ណឹងអ្នកទាំងអស់គ្នាត្រូវការយកពណ៌ប៉ុណ្ណឹងអ្នកទាំងអស់គ្នាអាចឈប់បានណាអ្នកទាំងអស់គ្នាចាប់ផ្ដើមយកពណ៌ដិតចង្កេះហ្នឹងយកមកបន្ថែមចុងក្រោយគេបង្អស់អ្នកទាំងអស់គ្នាដើម្បីឲ្យពណ៌ផ្ទៃមេឃមើលទៅហត់តែមានពីពលឺស្រាលរហូតដល់ពណ៌ដិតចាប់ភ្នែកមែនតែនហ្មងអ្នកទាំងអស់គ្នាហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមធ្វើការផាត់ជាមួយនឹងពណ៌ពពកម្ដងអ្នកទាំងអស់គ្នាដែលពណ៌ពពកហ្នឹងខ្ញុំបានជ្រើសរើសជាមួយនឹង3ពណ៌ដូចគ្នាមានពណ៌រាងស្វាយស្រាលពណ៌កាជុកស្រាលហើយជាមួយនឹងពណ៌លឿងអ្នកទាំងអស់គ្នាធ្វើឲ្យពណ៌ហ្នឹងមើលទៅចាប់គ្នាបានស្អាតម្យ៉ាងដែរតែអ្នកទាំងអស់គ្នាតបមកទៀតខ្ញុំចាប់ផ្ដើមធ្វើការផាត់ជាមួយនឹងពណ៌មេឃឈើម្ដងអ្នកទាំងអស់គ្នាដែលពណ៌មេឃឈើរបស់ខ្ញុំហ្នឹងអ្នកទាំងអស់គ្នាមានឃើញពណ៌ចុងពណ៌លឿងហើយអ្នកទាំងអស់គ្នាមានន័យថាខ្ញុំចង់បានរាងភ្លឺបែបចាំងពីពេលរាត្រីមកបែបរាងពណ៌លឿងហើយចឹងអ្នកទាំងអស់គ្នាមើលទៅចាប់ភ្នែកម្យ៉ាងដែរហើយសម្រាប់ពណ៌បៃតងដែលខ្ញុំយកមកផាត់ជាមួយនឹងដើមឈើហ្នឹងក៏ខ្ញុំប្រើថូនចំនួន 4-5 ពណ៌ចូលគ្នាដែរអ្នកទាំងអស់គ្នាដើម្បីឲ្យពណ៌ដើមឈើរបស់យើងមើលទៅហត់តលិចធ្លោម្យ៉ាងទៀតណាអ្នកទាំងអស់គ្នាបើសម្រាប់ពណ៌ផ្កាវិញក៏ខ្ញុំប្រើជាមួយនឹង 4-5 ថូនដែរអ្នកទាំងអស់គ្នាដើម្បីឲ្យផ្ការបស់ខ្ញុំមើលទៅមានចាប់ថូនគ្នាតាំងពីពណ៌ស្រាលរហូតដល់ពណ៌ដិតគឺស្អាតម្យ៉ាងបោះគេដែរតែអ្នកទាំងអស់គ្នាបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមធ្វើការផាត់ជាមួយនឹងពណ៌ផ្ទៃទឹកម្ដងអ្នកទាំងអស់គ្នាដោយសារតែពណ៌ផ្ទៃទឹកខ្ញុំចង់ឲ្យការផ្លាកពណ៌ពីពពកមកហ្នឹងចូលមកក្នុងផ្ទៃទឹកដែរអញ្ចឹងខ្ញុំចាប់ផ្ដើមប្រើជាមួយនឹងពណ៌លឿងពណ៌ឈូកពណ៌ស្វាយរាងស្រាលពណ៌ស្វាយរាងដិតអញ្ចឹងអ្នកទាំងអស់គ្នាបើសម្រាប់ស្ពានរបស់ខ្ញុំវិញខ្ញុំយកពណ៌ស្ពានហើយពណ៌ទូកហ្នឹងគឺពណ៌តែមួយហ្មងអ្នកទាំងអស់គ្នាតែខ្ញុំប្រើ 4-5 ថូនដូចគ្នាអ្នកទាំងអស់គ្នាដើម្បីបន្ស៊ីពណ៌មើលទៅស្អាតលេចធ្លោម្យ៉ាងហើយស្ពានរបស់ខ្ញុំហ្នឹងខ្ញុំចង់បានលក្ខណៈថាខាងលើហ្នឹងជារាងឈើអញ្ចឹងណាអ្នកទាំងអស់គ្នាសម្រាប់ខាងក្រោមវិញជាប្រភេទពណ៌រាងថ្មអ្នកទាំងអស់គ្នាធ្វើឲ្យពណ៌ស្ពានមើលទៅស្អាតម្យ៉ាងដែរអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការផាត់ស្ពានចាប់ពីពណ៌រាងស្រាលរហូតដល់ពណ៌រាងដិតធ្ងន់ដូចគ្នាណាសម្រាប់ពណ៌ស្ពាននេះដែរពេលអ្នកទាំងអស់គ្នាផាត់រហូតដល់ពណ៌ដិតចឹងទៅអ្នកទាំងអស់គ្នាមានអារម្មណ៍ថាពីរថូននេះកាត់ពណ៌ចុងក្រោយគេមើលទៅឡើងដាច់ពណ៌ចេញពីពណ៌រាងស្រាលដបងត្រូវអ្នកទាំងអស់គ្នាដោយសារខ្ញុំប្រើជាមួយនឹងពណ៌ WG3 ហើយជាមួយនឹង WG8 អ្នកទាំងអស់គ្នាអញ្ចឹងពណ៌ហ្នឹងមើលទៅដាច់គ្នាខ្លាំងហ្មងតែអ្នកទាំងអស់គ្នាកុំភ័យអីពេលអ្នកទាំងអស់គ្នាផាត់ហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមយកពណ៌ WG3 ហ្នឹងយកមក blend ទៅលើ WG8 ម្ដងទៀតទៅអ្នកទាំងអស់គ្នា blend ទៅ blend មកទៅគឺពណ៌ហ្នឹងរៀងចូលគ្នាបានល្អមែនតើហ្មងអ្នកទាំងអស់គ្នាដែលមើលទៅអត់សូវឃើញដាច់ឆ្នោតចឹងណាហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមធ្វើការផាត់ជាមួយនឹងតួអង្គរបស់យើងទាំងពីរម្ដងហើយអ្នកទាំងអស់គ្នាដោយតួអង្គកូនខ្លាឃ្មុំហ្នឹងខ្ញុំដាក់ពណ៌រាងប្រោនតិចអ្នកទាំងអស់គ្នាហើយជាមួយនឹងហូមរបស់គេទូចខ្ជូតមែនតើហ្មងអ្នកទាំងអស់គ្នាសម្រាប់តួអង្គ unicorn វិញអ្នកទាំងអស់គ្នាខ្ញុំចង់ឲ្យគាត់មានលក្ខណៈជាពណ៌រាងស្វាយបែកខៀវបែកឈូកអីតិចចឹងហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមធ្វើការ detail ជាមួយនឹងប្រភេទ gel pen ពណ៌សដាក់ទៅ outline ខាងក្រៅរបស់ពពកចឹងណាហើយខ្ញុំចាប់ផ្ដើមថែមជាមួយនឹងពលឺផ្កាយទូចនៅលើ make sticker មើលទៅរាង romantic ស្អាតមែនតើហ្មងអ្នកទាំងអស់គ្នាហើយខ្ញុំក៏ចាប់ផ្ដើមធ្វើការថែមជាមួយនឹង outline របស់ផ្កាដែរអ្នកទាំងអស់គ្នា
ôi vậy tập pe thêm bỏ so chẳng tới mơ tới lịch thô mình tên khơi ca đôi về tầm mòn chẳng nè tao khné plư sẽ ăn mình tên mong hai bà tao mà tên em chập đam phơi ca detail cho mọi người tập pe màได้chơi bà sân trên nè tao khné trong ơi bà po rồi môi cọp cay rồi bọn nè tao khnéไปยกมือtớiหัดtập plư chẳng nè để sao tập bài cả bao nhiêu men bỏ smile vậy nè tao khné tập pe thêm bỏ so cho tiện máu khơi bà poให้cho mọi người cayหัดtập plư sẽ ăn mình tên mongហើយខ្ញុំបានធ្វើការថបដៃជាមួយនឹងกระดาษជក់មាត់ព្រោះឯពេលដែលខ្ញុំផាត់ជាមួយនឹងប្រភេទ color ចឹងដៃខ្ញុំហ្នឹងគឺប៉ះផ្ទាល់ជាមួយនឹងกระดาษផាត់ហ្មងណាអ្នកទាំងអស់គ្នាអញ្ចឹងទៅពេលខ្ញុំអូសទៅអូសមកខ្ញុំខ្លាចប្រឡាក់រូបខាងក្រោមអញ្ចឹងណាដើម្បីជៀសវាងការប្រឡាក់ត្រូវតែការពារបានមុនណាអ្នកទាំងអស់គ្នាហើយខ្ញុំក៏បានថែមជាមួយនឹងម៉ាម៉ារ៉ាឈើទៅលើប្រភេទផ្កាដែរអ្នកទាំងអស់គ្នាឃើញភ្លឺស្អាតមែនតើហ្មងហើយចុងក្រោយខ្ញុំបានធ្វើការ detail តិចតិចទៅលើរូបផ្សេងជាមួយនឹងប្រភេទ Japan ពណ៌សដូចគ្នាអ្នកទាំងអស់គ្នាអូននិយាយពីថាខ្ជូតមែនតើខ្ញុំបានថែមជាមួយនឹងមេអំបៅទូចចំនួន3ក្បាលទៀតណាអូស្អាតដែរអ្នកទាំងអស់គ្នាហើយឥឡូវរូបរបស់ខ្ញុំរួចរាល់ហើយអ្នកទាំងអស់គ្នាជួយដាក់បន្ទុកមើលមិនដែរអ្នកទាំងអស់គ្នារូបរបស់ខ្ញុំចឹងបើអ្នកទាំងអស់គ្នាត្រូវការមើលជាមួយនឹងសម្ភារៈផ្សេងអ្នកទាំងអស់គ្នាអាចទៅមើលនៅក្នុង website page របស់ Color Station ឬមកដល់ទីតាំងផ្ទាល់ក្នុងបរិយាកាសបនស្នាឬធ្វើការកម្មអនឡាញក៏បានដែរណា